ទាំងអស់គ្នាខ្ញុំស្គាល់ពាក្យស្លោកថ្មីមួយអញ្ចឹងពាក្យចាពោថាកើតចាស់ឈឺស្លាប់ប៉ុន្តែសម្រាប់ខ្ញុំនេះកើតចាស់ឈឺដោយសារស្រឡាញ់គេម្នាក់ឯងឈុំឈួតទៅគេមិនបានស្រឡាញ់យើងទេអ្នកអស់គ្នាខ្ញុំទៅទទួលបានពៀន2គឺមិនមែនលំណាចាគឺទទួលបានពៀន2មែនណាគឺពៀនខាងចៃលុយភ្លើគឺមានលុយក្នុងខ្លួនគឺជារបៀបមនុស្សនៅអត់សុខរបៀបវាក្តៅកាហាយរោរៀលដូចត្រូវអំពើគេអញ្ចឹងចង់ឲ្យគូចាគឺញ័រឆ្លាញ់រោផ្លូវគឺត្រូវតែចាយលុយហ្នឹងអស់ចាឥឡូវឡើងបានពៀនហ្នឹងថ្ងៃនោះម៉ាមីមានធីប2យ៉ាងសំខាន់សម្រាប់សង្គមចរិតមនុស្សប្រុសណាប៉ុណ្ណាសុកខាងប្រុសគេគេចង់ reply ឆាប់យើងឯងអនឡាញមិនតបស៊ីនមិនចង់ reply លេងសួរនាំហិអោសអណាខ្លះហ្នឹងវាតែមានហេតុផល2យ៉ាងសំខាន់នៅពីក្រោយខ្នងណាប៉ុណ្ណាហេតុផលទី1អ្វីដែលសំខាន់ហ្នឹងគឺម្នាក់នឹងក្បត់ចុះយើងថាម្នាក់នឹងក្បត់ចុះហេតុផលទី1ណាហេតុផលទី2ដូចអាទី1ចឹងទៅអត់មាន2ទេគេក្បត់ថ្ងៃប៉ុណ្ណឹងថ្ងៃចង់បានហេតុផល2យ៉ាងស្អីគេទៀតអាមួយនឹងវាគ្រប់គ្រាន់ហីគេក្បត់ប៉ុណ្ណឹងហ្នឹងនៅចង់បានហេតុផល2យ៉ាងទៀតឯងចូលប្រយោជន៍មកក្រាស់ដល់ណាលុយមិនអាចទិញក្តីសុខបានទេថ្ងៃយកលុយថ្ងៃទាំងអស់យកមកនេះយកនេះអញធ្វើឲ្យមើលភ្លាមអត់ចាំស្អែកទេធ្វើឲ្យមើលឥឡូវតែម្ដងចាយកមកអញនឹងធ្វើឲ្យមើលថាមានក្តីសុខប៉ុណ្ណាពេលមានលុយចាយអូយក្មួយឲ្យខំប្រឹងតកកញ្ចក់អីវិញមែននឹងអត់ឲ្យពេលធ្វើម្ហូបញ៉ាំបាយបានខ្លួនឯងដែរហើយមួយទៀតពេលចូលបន្ទប់ទឹកអីហ្នឹងលៀងគូលៀងអីខ្លួនឯងបានក្មួយដឹងត្រឹមថាខ្ញុំអត់ទៅសុំបាយឯងស៊ីទៅបានទេហើយមួយទៀតរឿងខ្ញុំចូលបន្ទប់ទឹកលៀងក្តិតបានរឿងខ្ញុំតែមិនប្រងឈឺចាប់ចំនួនប្រហោក្តិតអាចខ្ញុំហ្មងលៀងបានក្តិតខ្ញុំអត់ស្អាតក្តិតខ្ញុំមិនមែនក្តិតឯងទេអីបិទមាត់ទៅ